ព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ខ្ញុំសូមដកស្រង់មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាឲ្យបានដឹងគឺបើយោងតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថាសហរដ្ឋអាមេរិកឥឡូវនេះកំពុងតែបញ្ជូនទាហានប្រមាណជា200នាក់ទៅប្រទេសអ៊ីស្រាអែលដើម្បីជួយគ្រប់គ្រងនិងតាមដានមើលការអនុវត្តបទឈប់បាញ់គ្នានៅក្នុងតំបន់ហ្គាហ្សានេះជាផ្នែកមួយនៃក្រុមដែលរួមមានដៃគូមកពីបណ្ដាប្រជាជាតិផ្សេងអង្គការក្រៅរដ្ឋាភិបាលនិងតួអង្គនៃវិស័យឯកជនផងដែរនេះបើតាមការបញ្ជាក់របស់មន្ត្រីសហរដ្ឋអាមេរិកមួយរូបដែលបានបញ្ជាក់នៅថ្ងៃប្រហោះនេះមន្ត្រីនានាដែលថ្លែងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះនោះដោយសារតែពួកគាត់មិនមានសិទ្ធិនៅក្នុងការពិភាក្សាជាមួយនឹងអ្នកសារព័ត៌មានបាននិយាយថាគឺសហរដ្ឋអាមេរិកនឹងប្រើប្រាស់នៅយុទ្ធភូមិភាគកណ្ដាលរបស់ខ្លួនដែលជាអ្នកបញ្ជូនកម្លាំងនៅទីនោះយុទ្ធភូមិភាគកណ្ដាលគឺតំបន់ដែលទទួលតំបន់បន្ទុកនៅតំបន់មជ្ឈិមបូព៌ាហើយនិងអាហ្វ្រិកនៅទីនោះគឺជាអ្នកបញ្ជូនកងកម្លាំងចេញពីទីនោះទៅប្រទេសអ៊ីស្រាអែលដើម្បីធ្វើយ៉ាងណាធ្វើការនៅក្នុងមជ្ឈមណ្ឌលសម្របសម្រួលដែលមានទាំងយោធាហើយនិងស៊ីវិលធ្វើការជាមួយគ្នានៅក្នុងប្រទេសអ៊ីស្រាអែលហើយនឹងជួយសម្របសម្រួលធ្វើយ៉ាងណាឲ្យមានការហូរចូលនៅជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្គាហ្សាក៏ដូចជារៀបចំភស្តុភារនិងជំនួយបញ្ហាសន្តិសុខទៅដល់ដែនដីដែលបានរងគ្រោះដោយសារសង្គ្រាមរយៈពេល2ឆ្នាំមកនេះអត្ថាធិប្បាយនេះបានផ្ដល់នៅព័ត៌មានបន្ថែមទៀតអំពីកិច្ចព្រមព្រៀងជប់បាញ់គ្នាដែលពីមុនមកមិនបានដឹងច្បាស់នៅឡើយទេហើយយោធារបស់សហរដ្ឋអាមេរិកនឹងដើរតួនាទីដ៏សំខាន់នៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះបន្ទាប់ពីអ៊ីស្រាអែលនិងក្រុមហាម៉ាស់បានព្រមព្រៀងគ្នានៅដំណាក់កាលទី1នៃបទជប់បាញ់ដែលធានាដោយលោកប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump គឺនឹងមានសំណួរបន្ថែមទៀតថាតើក្រោយពីដំណាក់កាលទី1នេះតើជំហានទី2នឹងត្រូវផ្ដោតទៅលើយ៉ាងណាគេនៅមិនទាន់ដឹងនៅឡើយទេដែលជំហានទី2នោះរួមមានការដកអាវុធចេញពីក្រុមហាម៉ាស់ការដកកងទ័ពរបស់អ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាក៏ដូចជារដ្ឋាភិបាលស៊ីវិលថ្មីមួយនៅលើដែនដីហ្គាហ្សាមន្ត្រីម្នាក់បាននិយាយថាក្រុមថ្មីនេះនឹងជួយពិនិត្យមើលការអនុវត្តបទជប់បាញ់គ្នាដែលបានព្រៀងគ្នានឹងការធ្វើអន្តរការឆ្ពោះទៅរដ្ឋាភិបាលស៊ីវិលមួយនៅក្នុងតំបន់ហ្គាហ្សាហើយមជ្ឈមណ្ឌលសម្របសម្រួលនេះនឹងមានបុគ្គលិករបស់សហរដ្ឋអាមេរិកយោធារបស់សហរដ្ឋអាមេរិកប្រហែលជា200នាក់ដែលជាអ្នកជំនាញខាងផ្នែកដឹកជញ្ជូនរៀបចំផែនការសន្តិសុខភស្តុភារវិស្វកម្មនេះបើតាមមន្ត្រីនោះបានប្រាប់ឲ្យដឹងក៏ប៉ុន្តែសហរដ្ឋអាមេរិកនឹងមិនបញ្ជូនយោធារបស់ខ្លួនចូលទៅក្នុងតំបន់ហ្គាហ្សានោះទេគឺដែនកំណត់របស់ពួកគាត់នៅតែក្នុងទឹកដីរបស់អ៊ីស្រាអែលបាទនេះជាព័ត៌មានដែលគួរឲ្យចាប់អារម្មណ៍មួយប្រសិនបើមានកម្លាំងដូចនេះតាមមើលបទជប់បាញ់គ្នារវាងកម្ពុជានិងថៃមិនដឹងជាល្អយ៉ាងណាទេបាទក៏ជាគំនិតមួយទេណាបាទចាប់ព័ត៌មានហ្នឹងព័ត៌មានទី2នៅក្នុងកម្មវិធីនេះគឺឥឡូវនេះបាទមន្ត្រីរបស់ប្រទេស Norway កំពុងតែរៀបចំត្រៀមខ្លួនក្នុងគណៈពេលដែលការប្រកាសអំពីជ័យលាភីរង្វាន់ Nobel សន្តិភាពនឹងត្រូវប្រកាសក្នុងរយៈពេលតែប្រមាណម៉ោងទៀតប៉ុណ្ណោះបើតាមការឲ្យដឹងគឺការប្រកាសអាចនឹងធ្វើឡើងនៅថ្ងៃស្អែកនេះវេលាម៉ោង11ព្រឹកម៉ោងនៅតំបន់រដ្ឋធានី Washington នៅខាង East Coast បាទដែលទៅជាម៉ោង10យប់នេះហើយនៅក្នុងប្រទេសកម្ពុជា10យប់ថ្ងៃសុក្រនេះដូច្នេះតើអ្នកណាជាជ័យលាភីនៃរង្វាន់ Nobel សន្តិភាពនោះគេនៅមិនទាន់ដឹងនៅឡើយទេក៏ប៉ុន្តែអ្នកនយោបាយ Norway ឥឡូវនេះកំពុងតែត្រៀមខ្លួនដើម្បីទទួលរងនៅការសងសឹកដែលអាចនឹងកើតមានឡើងទៅដល់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេស Norway ប្រសិនបើលោកប្រធានាធិបតី Donald Trump មិនទទួលបានពានរង្វាន់ Nobel សន្តិភាពនោះទេគណៈកម្មការ Nobel សន្តិភាព
ដែលមានស្នាក់ការនៅប្រទេសន័រវេសនេះបាននិយាយនៅថ្ងៃប្រហ័សនេះថាពួកគេបានសម្រេចរួចហើយថាអ្នកណាគេជាជ័យលាភីរង្វាន់ Nobel សន្តិភាពសម្រាប់ឆ្នាំ2025គឺការសម្រេចនេះតាំងតែពីថ្ងៃច័ន្ទម្លេះរហូតដល់ថ្ងៃស្អែកបានគេប្រកាសការសម្រេចនៅថ្ងៃច័ន្ទគឺប្រហែលថ្ងៃតែប៉ុណ្ណោះមុនពេលដែលកិច្ចព្រមព្រៀងបទជួបបាញ់គ្នារវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ដែលផ្ដួចផ្ដើមដោយលោកប្រធានាធិបតី Donald Trump សម្រេចបានរវាងភាគីចម្បាំងទាំងពីរនេះដូច្នេះគឺបើសិនជាគិតអំពីពេលវេលាហើយនឹងសមាជិកភាពនៃគណៈកម្មការដែលមានមនុស្ស5នាក់ដែលជាមនុស្សឯករាជ្យនោះគឺអ្នកជំនាញខាង Nobel នានាហើយនឹងអ្នកសង្កេតការណ៍ណ័រវេសជឿថាលោក Donald Trump ទំនងជានឹងមិនទទួលបានរង្វាន់នេះទេដែលធ្វើឲ្យមានការព្រួយបារម្ភថានឹងមានប្រតិកម្មយ៉ាងតឹងតែងកើតមានឡើងចំពោះការប្រមាថមើលងាយលោក Donald Trump ជាសាធារណៈបែបនេះអ្នកស្រី Christy Boxtel ដែលជាមេដឹកនាំនៃគណបកសង្គមនិយមន័រវេសដែលជាគណបកប្រកាន់គោលនយោបាយឆ្វេងនិយមបាននិយាយថាហើយនឹងជាអ្នកនាំពាក្យនៃក្រុមគោលនយោបាយការបរទេសនោះបាននិយាយថាទីក្រុងអូស្ឡូឥឡូវនេះកំពុងតែត្រៀមខ្លួនទប់ស្កាត់និងទទួលនៅអ្វីដែលនឹងកើតមានឡើងអ្នកស្រីបានបន្ថែមថាលោក Donald Trump គឺដឹកនាំសហរដ្ឋអាមេរិកទៅកាន់ទិសដៅដ៏ជ្រុលនិយមមួយដោយវាយប្រហារទៅលើសេរីភាពនៃការបញ្ចេញមតិហើយឲ្យប៉ូលីសរបស់លោកដែលពាក់ម៉ាស់ចាប់ជំរិតប្រជាពលរដ្ឋទាំងថ្ងៃត្រង់ហើយនឹងបង្ក្រាបទៅលើស្ថាប័ននានានិងស្ថាប័នតុលាការនៅពេលដែលប្រធានាធិបតីដែលស្ថិតនៅក្នុងលក្ខណៈបែបនេះដែលធ្វើឲ្យស្ថានភាពមានភាពងាយស្រួលនិងរបៀបជាដឹកនាំផ្ដាច់ការបែបនេះជាការពិតណាស់គឺយើងត្រូវតែត្រៀមខ្លួនទទួលយកអ្វីដែលនឹងកើតមានឡើងក្រោយពីរឿងនេះអ្នកស្រីបានបន្ថែមថាគណៈកម្មាធិការរង្វាន់ Nobel នេះគឺជាស្ថាប័នឯករាជ្យដែលមិនមានទំនាក់ទំនងអ្វីឬក៏រដ្ឋាភិបាលរបស់ណ័រវេសពាក់ព័ន្ធនៅក្នុងការសម្រេចចិត្តរបស់គណៈកម្មការនេះទាល់តែសោះប៉ុន្តែយើងដឹងច្បាស់ថាលោកត្រាំប្រហែលជាមិនបានដឹងពីចំណុចខុសគ្នានោះទេយើងត្រូវតែត្រៀមលក្ខណៈចំពោះរឿងអ្វីសពបែបយ៉ាងដែលអាចនឹងកើតមានឡើងបាទលោកត្រាំបានរិះគន់ក្នុងពេលកន្លងមកទៅដល់អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Barack Obama ដែលធ្លាប់បានទទួលរង្វាន់ Nobel សន្តិភាពនៅក្នុងឆ្នាំ2009ចំពោះកិច្ចខិតខំប្រឹងប្រែងវិសាមញ្ញរបស់លោកក្នុងការពង្រឹងគោលនយោបាយការទូតអន្តរជាតិនិងធ្វើឲ្យមានកិច្ចសហប្រតិបត្តិការរវាងប្រជាពលរដ្ឋនានាដែលធ្វើឲ្យលោកទទួលបានពានរង្វាន់បាទនេះគឺជាព័ត៌មានទី2ណាបាទអញ្ចឹងណ័រវេសកំពុងតែត្រៀមខ្លួនហើយអញ្ចឹងយើងចាំមើលដោយសារតែលោកប្រធានាធិបតី Donald Trump លោកចង់បានពានរង្វាន់នេះហើយលោកខិតខំប្រឹងប្រែងជាច្រើនរួមទាំងមានប្រទេសនានាមានដឹកនាំប្រទេសនានារួមទាំងកម្ពុជាផងបានតែងតាំងដាក់បេក្ខភាពរបស់លោកប្រធានាធិបតី Donald Trump ដូច្នេះការប្រកាសជ័យលាភីរង្វាន់ Nobel សន្តិភាពលើកនេះត្រូវបានពិភពលោកតាមដានយ៉ាងខ្លាំងប្រិយមិត្តប្រហែលជានៅចងចាំហើយកាលពីភ្លើងឆេះព្រៃកាលពីដើមឆ្នាំនេះគឺនៅខែមករាខ្ញុំក៏បានមកយកព័ត៌មានដោយផ្ទាល់នៅរដ្ឋកាលីហ្វ័រញ៉ាផងដែរនោះគឺមានការឆេះជាច្រើនបាទឆេះជាច្រើនរហូតដល់បណ្ដាលឲ្យមនុស្សស្លាប់ចំនួន12នាក់ហើយនឹងឆេះផ្ទះអស់ចំនួន6800ខ្នងដែលសុទ្ធតែជាផ្ទះអ្នកមានអ្នកធំរាប់លានដុល្លារប៉ុន្តែឥឡូវនេះបាទជាពិសេសគឺនៅតំបន់គេហៅថា Palisades Fire គឺភ្លើងនៅតំបន់ Palisades ឥឡូវនេះគេចាប់បានហើយជនសង្ស័យដែលបានសង្ស័យថាជាអ្នកដុតបំផ្លាញឲ្យមានភ្លើងឆេះព្រៃនោះគឺបុរសនេះឈ្មោះថា
Jonathan Rinderknecht អាយុ29ឆ្នាំត្រូវបានចោទប្រកាន់ពាក់ព័ន្ធនឹងការបណ្ដាលឲ្យភ្លើងឆេះព្រៃនោះបើតាមអគ្គរដ្ឋអាជ្ញារងរបស់រដ្ឋ Florida បាននិយាយថា Rinderknecht នឹងត្រូវបានចាប់ខ្លួននៅក្នុងទីក្រុងនៅក្នុងរដ្ឋ Florida ហើយត្រូវបានចោទប្រកាន់ពីបទការបំផ្លាញទ្រព្យសម្បត្តិសាធារណៈដោយភ្លើងអគ្គិភ័យដោយភ្លើងដោយដុតព្រៃហើយវាជាបទល្មើសព្រហ្មទណ្ឌមួយដែលអាចនឹងជាប់ពន្ធនាគារនៅក្នុងពន្ធនាគាររដ្ឋាភិបាលសហព័ន្ធរហូតដល់5ឆ្នាំបាទបើតាមការិយាល័យFBI ដែលទទួលបន្ទុកខាងអាវុធគ្រឿងផ្ទុះហើយនឹងថ្នាំជក់នោះបាទដែលបានស៊ើបអង្កេតករណីនេះតាំងពីខែមករាមកបានកំណត់ច្បាស់ថាគឺមូលហេតុដែលធ្វើឲ្យមានភ្លើងឆេះព្រៃនៅទីនោះគឺជាការឆេះឡើងវិញនៅភ្លើងដែលបរិះរូបនេះបានដុតកាលពី6ថ្ងៃមុនហើយក្រុមពន្លត់អគ្គិភ័យបានខិតខំពន្លត់ដែរក៏ប៉ុន្តែនៅមិនអស់ហើយភ្លើងនោះក៏បានឆេះឡើងវិញភ្លើងដែលបានឆេះកាលពី6ថ្ងៃមុននឹងរៀលដាលដល់តំបន់ Palisades នោះគឺកើតមានឡើងក្រោយពីបរិះរូបនេះដែលជាអ្នកបើក Uber ជាអ្នកបើក Uber គាត់បានដឹកអ្នកដំណើរម្នាក់មកដល់ពាក់កណ្ដាលយប់កាលពីថ្ងៃទី1ខែមករាហើយបានទម្លាក់អ្នកដំណើរនោះចុះក៏បានដុតព្រៃនៅទីនោះបាទអញ្ចឹងនេះគឺជាព័ត៌មានមួយដែលប្រិមិត្តមួយចំនួនបានដឹងកាលនោះគឺមានការផ្សាយទៅនៅក្នុងប្រទេសកម្ពុជាតាមបណ្ដាញសង្គមរហូតដល់មានអ្នកថោខ្លះថាឆេះឲ្យ Hollywood ឆេះអីហ្នឹងបាទជាច្រើនណាឥឡូវនេះរកឃើញមកគឺបរិះរូបនេះបាទជាអ្នកដែលបានសង្ស័យថាជាអ្នកបង្កហេតុបាទនេះគឺជាព័ត៌មានដែលខ្ញុំរៀបចំជូនសម្រាប់ប្រិមិត្តទាំងអស់គ្នាក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសកាណាដាលោកនាយករដ្ឋមន្ត្រីនៃប្រទេសកាណាដាលោក Mark Carney បាននិយាយថាលោកមានការភ្ញាក់ផ្អើលដែលទំនាក់ទំនងពាណិជ្ជកម្មដ៏រឹងមាំរវាងសហរដ្ឋអាមេរិកនិងកាណាដាឥឡូវនេះបានឈានទៅដល់ដំណាក់កាលមួយដែលចាត់ទុកជាការដោះដូរគ្នាមួយគ្រាម្ដងមិនមែនជាចំណងតាក់ទងដែលរឹងមាំជាប់លាប់ដូចមុនទៀតឡើយបាទលោក Carney បានថ្លែងប្រាប់ក្រុមធុរជនរបស់កាណាដាដោយនិយាយថានេះគឺជាមិនមែនជាវិធីមួយដែលយើងត្រូវធ្វើនោះទេក៏ប៉ុន្តែនេះគឺជាការពិតថ្មីមួយដែលយើងត្រូវតែប្រឈមមុខហើយនៅក្នុងដំណើរការនេះគឺយើងខិតខំព្យាយាមដើម្បីរកតុល្យភាពនៅក្នុងទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិកបាទលោកថ្លែងបែបនេះក្រោយពីជួបជាមួយនឹងលោកប្រធានាធិបតី Donald Trump កាលពីថ្ងៃម្សិលមិញថ្ងៃអង្គារម្សិលមិញនៅឯសេតាវិមានលោកបានបន្ថែមថាយើងយល់នៅពាក្យថា America's First គឺអតិភិបអាមេរិកជាមុន not America alone គឺមិនមែនជាអាមេរិកដែលត្រូវនៅឯកោម្នាក់ឯងនោះទេនេះបើតាមការថ្លែងរបស់លោកប្រាប់ទៅដល់ក្រុមធុរកិច្ចលោកនាយករដ្ឋមន្ត្រីបាននិយាយថាសង្គ្រាមពាណិជ្ជកម្មបានបង្កើតនៅការប្រយ័ត្នប្រយែងនិងការដែលមិនមានក្តីសង្ឃឹមច្បាស់លាស់ថ្មីមួយនៅជុំវិញការធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិកកាន់តែស៊ីជម្រៅជាមួយកាណាដានោះដោយសារតែវាឈានទៅដល់ដំណាក់កាលមួយដែលអាចនឹងមានផលវិបាកនៅក្នុងពេលខាងមុខលោកខានីក៏បាននិយាយទៅដល់ប្រទេសចិនដោយចាត់ទុកថាប្រទេសចិនអាចជាដៃគូដ៏មានសក្តានុពលមួយផងដែរសម្រាប់ការរីកចម្រើនសេដ្ឋកិច្ចរបស់ប្រទេសកាណាដានៅលើវិស័យមួយចំនួនដែលលោកបានហៅថាការប្រកួតប្រជែងជាមួយនឹងទីក្រុងប៉េកាំងក៏ជាជំរើសមួយដែរបាទនិយាយដោយសង្ខេបគឺបានន័យថាលោកយល់ថាទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិកគឺឈានមកដល់ដំណាក់កាលមួយគឺដោះដូរគ្នាមកគ្រាម្ដងលែងជាទំនាក់ទំនងដែលរឹងមាំដូចមុនដែលទំនុកចិត្តទៀតបានហើយទន្ទឹមនឹងនោះគាត់ចាប់ផ្ដើមក្រឡេកមើលទៅចិនជាដៃគូមួយនៅដែលអាចជួយកាណាដាឲ្យមានការរីកចម្រើន
ហើយលោកបានចាត់ទុកថាគោលនយោបាយរបស់លោកប្រធានាធិបតី Donald Trump នេះគឺជារឿងមួយដែលធ្វើឲ្យអាមេរិកជាមានអតិភិបមែនក៏ប៉ុន្តែអាចនឹងឈានទៅដល់អាមេរិកនៅឯកោ